ភ្នំពេញមានផ្លូវពីរខ្សែដែលភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់រាល់ថ្ងៃតែយើងបែរជាមើលរំលងពីសក្តានុពលរបស់វាទៅវិញបើយើងក្រឡេកមកមើលផ្លូវនរោត្តមផ្លូវទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនិងផ្លូវទៅកាន់ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាផ្លូវទាំងនេះស្អាតរៀបរយហើយបង្ហាញពីរូបភាពផ្លូវការរបស់ប្រទេសប៉ុន្តែផ្លូវពីរខ្សែនេះវិញដែលភ្ញៀវទេសចរអ្នកវិនិយោគភ្ញៀវធំៗនិងល្បីៗស្នាក់នៅសន្តាគារលើផ្លូវទាំងនេះនៅមិនទាន់បានរៀបចំឲ្យល្អនៅឡើយវិថីសទ្ធារស់ជាផ្លូវឆ្ពោះទៅកាន់សន្តាគារ Sofitel និងផ្សារទំនើប Eon ផ្លូវនេះជាខ្សែភ្ជាប់ដ៏សំខាន់មួយពីតំបន់អភិវឌ្ឍទៅកាន់បេះដូងនៃប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញគឺព្រះបរមរាជវាំងដែលវាឆ្លងកាត់សួននាគបាញ់ទឹកនិងសួនវត្តបទុមប៉ុន្តែបើយើងមើលជាក់ស្ដែងផ្លូវណាហាក់មានសភាពចង្អៀតមិនរៀបរយហើយផ្ទៃអគារជាច្រើនតុបតែងដោយអក្សរបរទេសចុះបើយើងរៀបចំឲ្យវាប្រសើរជាងនេះតាមរយៈស្លាបភ្នែកជីវកម្មបន្ថែមគំនូរសិល្បៈតាមរបងដាំដើមឈើតាមដងផ្លូវថ្មើរជើងកំណត់ទំហំផ្ទាំងផ្សព្វផ្សាយនិងរៀបចំផ្ទៃអគារនៅខាងមុខឡើងវិញផ្លូវនេះអាចនឹងបង្ហាញពីរបៀបរៀបរយនៃទីក្រុងភ្នំពេញចំពោះផ្លូវមួយខ្សែទៀតដែលមានតម្លៃទាំងបដិសណ្ឋារកិច្ចនិងប្រវត្តិសាស្ត្រដូចគ្នាផ្លូវលេខ178ភ្ជាប់ទៅសន្តាគារហៃយ៉ាត់សារមន្ទីរជាតិនិងព្រះបរមរាជវាំងផ្លូវនេះហាក់មានដើមឈើធំនិងមានចម្លាក់ល្អៗតាមដងផ្លូវស្រាប់ប៉ុន្តែចំណតឡានបែរជាបិទបាំងលក្ខណៈសម្បត្តិល្អទាំងនោះវិញចុះបើយើងរំដោះទេសភាពតាមដងផ្លូវដោយកាត់បន្ថយចំណតឡានដោយជំនួសមកវិញដោយផ្លូវកង់សម្អាតក្លិនមិនល្អនិងកាកសំណល់តាមដងផ្លូវថ្មើរជើងបន្ថែមផ្លូវការ៉ូជម្រាបទឹកទៅលើផ្លូវកៅស៊ូដែលកាត់បន្ថយល្បឿនឡាននិងម៉ូតូហើយមួយវិញទៀតអាចបន្ថែមសិល្បៈផ្សព្វផ្សាយតាមដងផ្លូវថ្មើរជើងដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរយើងសរុបមកផ្លូវពីរខ្សែនេះមិនមែនជាផ្លូវធម្មតាទេវាជាចំណាប់អារម្មណ៍ដំបូងនិងចុងក្រោយបង្អស់នៃការចងចាំអំពីទីក្រុងភ្នំពេញផ្លាស់ប្ដូរផ្លូវផ្លាស់ប្ដូររូបភាពទីក្រុងហើយផ្លាស់ប្ដូររូបភាពទីក្រុងគឺផ្លាស់ប្ដូរសេដ្ឋកិច្ចជាតិទាំងមូល